សួស្តីអ្នកទាំងអស់គ្នាអញ្ចឹងនៅក្នុងវីដេអូមួយនេះខ្ញុំនឹងធ្វើការបង្ហាញអ្នកទាំងអស់គ្នាពីរបៀបប្រើប្រាស់ទៅលើកម្មវិធី MetaTrader ហើយមកបញ្យល់ណែនាំអំពីការប្រើប្រាស់វាថាតើគេប្រើប្រាស់បែបម៉េចហើយជួញដូរបែបម៉េចហើយយើងត្រូវមើលចំណុចណាខ្លះអញ្ចឹងណាអូខេតោះអញ្ចឹងយើងចាប់ផ្ដើម start តែម្ដងទៅអញ្ចឹងជាដំបូងគាត់ធ្វើការ download ទៅលើកម្មវិធី MetaTrader ហ្នឹងសិនទៅហើយយើងធ្វើការចូលអូខេអញ្ចឹងនៅពេលដែលយើងចាប់ផ្ដើមចូលហ្នឹងណាមិនថាទាំង iOS ទេឬក៏ Android ទេនឹងលោតមកផ្ទាំងបែបនេះអញ្ចឹងខ្ញុំចង់បញ្យល់តិចថាអាផ្ទាំងហ្នឹងមានរូបរាងបែបម៉េចហើយវាអត្ថន័យបែបម៉េចអញ្ចឹងណាគឺដោយបងប្អូនឃើញនៅផ្ទាំងនីមួយៗឬក៏ដែលនៅខាងមុខនេះគឺបង្ហាញពីតកតងជាមួយនឹងផលិតផលរបស់គេហៅថាផលិតផលដែលយើងអាចជួញដូរជាមួយនឹងតម្លៃវាបានអញ្ចឹងណាអញ្ចឹងតកតងជាមួយនឹងខាងនេះឧទាហរណ៍ថាបងប្អូនឃើញអាសញ្ញា6ខ្ទង់នៅខាងនេះអក្សរ6ខ្ទង់ណាអញ្ចឹងបើយើងជិះទៅលើផលិតផលហ្នឹងគឺលុយយូរ៉ូធៀបជាមួយនឹងលុយដុល្លារអញ្ចឹងមានន័យថាម៉េចបើបងប្អូនចង់ធ្វើការជួញដូរជាមួយនឹងគូលុយមួយហ្នឹងគឺយើងជួញដូរគូលុយយូរ៉ូធៀបជាមួយនឹងលុយដុល្លារអញ្ចឹងបងប្អូនដែលតាមហាងឆេងឬក៏អីអត់អាកន្លែងគេដូរលុយណាទិញចូលលក់ចេញនេះអាតម្លៃពីរហ្នឹងគឺដូចគ្នាតែយ៉ាងឥឡូវយើងដើម្បីធ្វើការងារស្រួលយើងមកធ្វើការឧទាហរណ៍តាក់ទងជាមួយនឹងទៅលើមាសផ្ទាល់តែម្ដងទៅអញ្ចឹងបងប្អូនមាសគឺមានសញ្ញា symbol របស់វាសញ្ញាសម្គាល់គឺ XAU USD អញ្ចឹងបើថានៅតាមគេហៅថាក្រុមហ៊ុនផ្សេងឬក៏អីក៏វាមានសញ្ញាតែពាក្យថា gold ឬក៏អីទៅប៉ុន្តែអានេះជាសកលហ្មងគេដាក់ XAU USD គឺលុយដុល្លារតម្លៃមាសធៀបជាមួយនឹងលុយដុល្លារអញ្ចឹងណាអូខេតោះអញ្ចឹងយើងមកស្គាល់បន្ថែមទៀតអញ្ចឹងអានេះសម្រាប់តាក់ទងជាមួយនឹងផលិតផលយើងអាច add បន្ថែមទៀតបានមានផលិតផលរាប់រយផលិតផលមានទាំង forex មានទាំងប្រេងឆៅមានទាំង stock ពីហូនមានច្រើនមែនតើហើយសម្រាប់នេះយើងអាចធ្វើការបិទបន្ថយឬក៏ថាយើងចង់ធ្វើការជួញដូរផលិតផលណាដែលចាំបាច់សម្រាប់យើងចាំយើង add ទៅយើងចង់លុបចោលខ្លះក៏បាន add បន្ថែមទៀតក៏បានដែរអូខេហើយតាក់ទងជាមួយនៅក្នុងចំណុចទី2គេហៅថាឆាតហ្នឹងគឺបង្ហាញពីតារាងក្រាបដែលយើងកំពុងជួញដូរឬក៏ផលិតផលដែលយើងចង់មើលតម្លៃវាអញ្ចឹងណាអញ្ចឹងខ្ញុំធ្វើការបង្ហាញបងប្អូនសិនអញ្ចឹងតាក់ទងជាមួយនៅខាងនេះអញ្ចឹងបងប្អូនអាទៀនកំពុងអាដាហ្នឹងគឺជាតម្លៃដែលវាកំពុងឡើងចុះអញ្ចឹងបើវាកំពុងនេះហ្នឹងគឺបងប្អូនឃើញអាតម្លៃនៅខាងស្ដាំដៃដែលវាលោតទេគឺ43.72.65ហ្នឹងណាអញ្ចឹងអាហ្នឹងគឺជាតម្លៃដែលវាកំពុងឡើងចុះអីហ្នឹងអញ្ចឹងអានេះសញ្ញាសម្គាល់អញ្ចឹងបើវាកំពុងឡើងចុះហ្នឹងគឺវាកំពុងតែមានការប្រែប្រួលទៅលើតម្លៃរបស់វាអញ្ចឹងការជួញដូររបស់យើងគឺអាស្រ័យទៅលើមើលទៅលើតារាងនឹងឯងដើម្បីបង្ហាញថាអូតម្លៃវាឡើងហើយតម្លៃវាធ្លាក់ចុះហើយអញ្ចឹងនៅក្នុងហ្នឹងគឺបង្ហាញពីតារាងតម្លៃបាទហើយតាក់ទងជាមួយនឹងនេះកាលមុនយើងអត់មានអា buy sell នៅលើហ្នឹងទេប៉ុន្តែខ្ញុំបញ្យល់នៅក្នុងហ្នឹងឲ្យទៅដើម្បីងាយស្រួលអញ្ចឹងណាអានេះគឺយើងអាចធ្វើការទិញលក់បាននៅក្នុងលើនឹងផ្ទាល់តែម្ដងគឺនៅលើឆាននឹងផ្ទាល់ដោយបងប្អូនចង់ធ្វើការទិញចំនួនប៉ុណ្ណាបងប្អូនគ្រាន់តែវាយមកអញ្ចឹងខ្ញុំចង់ធ្វើការបញ្ជាក់តិចតាក់ទងជាមួយនឹងចំនួនកំណត់ណាគេហៅថាទំហំឧទាហរណ៍ថាបើបងប្អូនចង់ទិញមាសអានេះដូចជាបង្ហាញទៅលើតារាងឆាតមាសអញ្ចឹងបើឧទាហរណ៍បងប្អូនចង់ធ្វើការទិញមាស1អោនអញ្ចឹងនៅក្នុងសកលលោកណាគឺតាក់ទងជាមួយទំហំជួញដូរគឺគេគិតជាអោនណាមិនមែនគិតជាតលឹងដូចនៅខ្មែរយើងទេបើតែបើចង់គិតជាតលឹងយើងគ្រាន់តែចែកតាមនេះទៅយើងនឹងឃើញតម្លៃជាតម្លឹងហើយអូខេអញ្ចឹងខ្ញុំនិយាយជាអោនសិនទៅតម្លៃនេះគឺជាតម្លៃក្នុង1អោនដែលមានស្មើនឹង1អោន$3,371នេះវាកំពុងដើរនេះអញ្ចឹងឧទាហរណ៍ថាបងចង់ធ្វើការទិញមាសនឹង1អោនបងគ្រាន់តែចុចពាក្យ buy ខាងស្ដាំដៃនេះអញ្ចឹងអាខាងស្ដាំដៃនេះគឺ buy ហើយបើបងប្អូនពេលវាឡើងទៅដល់$3,372យើងចំណេញមកឡាទៅព្រោះយើងទិញនៅ$3,371ហេប៉ុន្តែបើវាចោះវិញគឺយើងខាតអីអញ្ចឹងអានេះខាងស្ដាំនោះគឺបង្ហាញពីការទិញឡើងបាទប៉ុន្តែអាពាក្យថា sell នេះវិញគឺបង្ហាញពីការទិញចោះអញ្ចឹងបើយើងឧទាហរណ៍ទិញនៅក្នុងទិញcheck ពាក្យ sell ហ្នឹងណា$3,371ស្រាប់តែវាធ្លាក់ចុះមកសល់$3,370អញ្ចឹងមានន័យថាយើងចំណេញ$1អញ្ចឹងអានេះមានន័យថាបើទិសដៅចុះបានយើងទទួលបានផលចំណេញប៉ុន្តែបើទិសដៅឡើងគឺយើងខាតវិញអាហ្នឹងសម្រាប់ការ sell ឥឡូវខ្ញុំឧទាហរណ៍ឲ្យអញ្ចឹងខ្ញុំគិតថាអាហ្នឹងវាអាចមានការធ្លាក់ចុះទៅខ្ញុំនឹងចំណេញខ្ញុំចេញមកគេសួរថាយើងចង់ធ្វើការលក់នៅក្នុងតំបន់ហ្នឹងខ្ញុំថាអូខេបាទ
ចឹងខ្ញុំនឹងលួចនៅក្នុងតំបន់ហ្នឹងហើយអញ្ចឹងបើសិនឧទាហរណ៍តម្លៃវាធ្លាក់ចុះនៅអ្វីដែលខ្ញុំកំពុងទិញហ្នឹងគឺខ្ញុំកំពុងចំណេញឥឡូវយើងមកបង្ហាញតាក់ទងជាមួយនឹងចំណុចបន្ទាប់អញ្ចឹងបងប្អូនឃើញអានៅខាងស្នាមដៃនេះហ៎ដែលវាលោតពណ៌ខៀវហ្នឹងបង្ហាញពីការចំណេញរបស់ខ្ញុំអញ្ចឹងនេះខ្ញុំលក់នៅក្នុងតម្លៃ33.71/81ហើយឥឡូវហ្នឹងតម្លៃវាចុះទៅក្រោមស33.71/22អញ្ចឹងនេះវាខុសគ្នាកម្រិតប៉ុណ្ណឹងអញ្ចឹងនៅខុសគ្នាកម្រិតប៉ុណ្ណាគឺខ្ញុំចំណេញប៉ុណ្ណឹងដូចគ្នាអញ្ចឹងមានន័យថាខ្ញុំគិតថាវាធ្លាក់ចុះវាអាចនឹងផ្ដល់ចំណេញឲ្យខ្ញុំអញ្ចឹងបើខ្ញុំធ្វើការ sell ឬក៏លក់នៅក្នុងទិសដៅចុះអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់បិទផលចំណេញបងប្អូនគាត់តែជិះឲ្យជាប់ចេះហើយនឹងលោតពាក្យថា close position មានន័យថាយើងចង់បិទការជួញដូរយកផលចំណេញតែប៉ុណ្្នឹងឯងអញ្ចឹងបងប្អូនគ្រាន់តែជិះពាក្យ close ពឹបគឺជិះពាក្យថា close profit មួយតង់ទៀតគឺនៅទទួលបានផលចំណេញមួយហ្នឹងឯងអញ្ចឹងលុយទាំងអស់ហ្នឹងនឹងចូលទៅក្នុង balance របស់បងប្អូនហើយនៅក្នុងចំណុចទី3នេះតារាង trade នេះគឺបង្ហាញតាក់ទងជាមួយនឹងអីគេតាក់ទងជាមួយនឹងការជួញដូររាល់ប្រតិបត្តិការទាំងអស់ឧទាហរណ៍បងប្អូនទិញលក់អីគឺវានឹងលោតនៅកណ្ដាលហ្នឹងឯងអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់ធ្វើការលក់មាសឬក៏អីខ្ញុំចេញទៅឧទាហរណ៍ខ្ញុំទិញ4លក់4 5ឬក៏អីវាបង្ហាញនៅនឹងទាំងអស់ហើយយើងកំពុងជួញដូរអញ្ចឹងប្រតិបត្តិការវាប្រែប្រួលលេខឬក៏បង្ហាញនេះអីអាហ្នឹងគឺយើងកំពុងជួញដូរប៉ុន្តែបើយើងចង់បិទការជួញដូរយើងគ្រាន់តែជិះឲ្យជាប់ហើយជិះពាក្យ close ហ្នឹងទៅគឺអាហ្នឹងបិទការជួញដូរអីអញ្ចឹងបងប្អូនឃើញលេខនៅខាងស្នាមដៃនេះហ៎វាប្រែប្រួលរហូតហ្នឹងដោយសារអីគេបើសិនជាយើងចំណេញឬចង់បិទឬក៏អីវានឹងលោតលុយហ្នឹងចូលទៅលើ balance របស់យើងមានន័យថាយើងលុយយើង$100យើងចំណេញ$10អញ្ចឹងដល់ពេលយើងបិទរាល់ប្រតិបត្តិការយើងបិទទៅលុយយើងឡើងទៅដល់$110ប៉ុន្តែបើយើងខាតវិញអាហ្នឹងក៏គេដកទៅតាមហ្នឹងទៅណាបាទអូខេតោះយើងចូលដល់ចំណុចបន្ទាប់អញ្ចឹងនេះចូលមកដល់ក្នុងទី4នេះគឺហៅថា history ឬក៏តកតងជាមួយនឹងរាល់ប្រតិបត្តិការទាំងអស់អញ្ចឹងប្រតិបត្តិការហ្នឹងបង្ហាញគេរាល់ប្រតិបត្តិការហ្នឹងមានន័យថាតកតងជាមួយនៅក្នុងការដែលយើងជួញដូររាល់ប្រតិបត្តិការដែលយើងធ្លាប់ close ឬក៏ធ្លាប់ខាតឬក៏ចំណេញអីគឺវានឹងបង្ហាញនៅទាំងអស់ការដាក់លុយឬក៏ការដកលុយអីហ្នឹងក៏នៅក្នុងនឹងដែរអញ្ចឹងការដាក់ដកលុយហ្នឹងគឺបង្ហាញទាំងអស់តែម្ដងបាទអូខេអញ្ចឹងនេះគឺជាអ្វីដែលបង្ហាញទៅលើការឈូលនីមួយៗដើម្បីឲ្យបងប្អូនងាយយល់អញ្ចឹងអ្វីដែលខ្ញុំនឹងធ្វើការបង្ហាញជូនបងប្អូនបន្ទាប់ទៀតនោះគឺអូខេការថាតើយើងធ្វើមិនដើម្បីមានគណនីដើម្បីធ្វើការជួញដូរជាមួយនឹងខាងទីផ្សារនឹងអញ្ចឹងណាព្រោះថាអានេះគឺជាគណនីសាក់លបងនៅក្នុងការជួញដូរទេប៉ុន្តែនៅពេលយើងគិតថាអូខេយើងចេះហើយយើងចង់ជួញដូរសាក់លបងថាដាក់ដកលុយបែបម៉េចយើងអាចធ្វើការតាមយើងបានអញ្ចឹងបងប្អូនគ្រាន់តែចុច trade 3បងប្អូននឹងឃើញពាក្យថា manage account អញ្ចឹងខ្ញុំចង់ធ្វើការប្រាប់បងប្អូនតិចថាចេះនៅពេលដែលបងប្អូនធ្វើការជិះបែបនេះគឺយើងនឹងធ្វើការបង្ហាញតាក់ទងជាមួយនឹងគណនីរបស់យើងអញ្ចឹងមុននឹងយើងធ្វើការlock ចូលគណនីហ្នឹងចង់បានគណនីហ្នឹងគឺបងប្អូនត្រូវតែមានគណនីមួយត្រូវតែបង្កើតហ្នឹងឯកសារដែលមានដូចជាអត្តសញ្ញាណប័ណ្ណ passport លេខទូរស័ព្ទជាមួយនឹង email ត្រូវតែមានសិនដើម្បីធ្វើការ register ណាអញ្ចឹងឧទាហរណ៍ថាឥឡូវហ្នឹងខ្ញុំកំពុងតែធ្វើការ corporate ជាមួយនឹងខាងក្រុមហ៊ុន Commodity អញ្ចឹងភាគច្រើនអតិថិជនខ្ញុំឬក៏ណែនាំខ្ញុំភាគច្រើនខ្ញុំឲ្យគាត់ធ្វើការបង្កើតគណនីជាមួយនឹងខាងក្រុមហ៊ុន Commodity អញ្ចឹងនៅពេលគាត់ធ្វើការបង្កើតគណនីទាំងអស់ហ្នឹងគាត់អាចបង្កើតដោយខ្លួនឯងក៏បានឬក៏គាត់ឲ្យខាងក្រុមការងារជួយបង្កើតក៏បានដែរអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់ធ្វើការ log in ខ្ញុំមានគណនីហើយខ្ញុំដោយសារនេះយើងមាន website មានអីអញ្ចឹងណាអញ្ចឹងដល់ពេល log in ហើយបងប្អូនគ្រាន់តែចុចសញ្ញាបូកបាទចុចសញ្ញាបូកហ្នឹងបងប្អូនគ្រាន់តែវាយក្រុមហ៊ុនមកពេលដំបូងភ្លាមអត់ទាន់មានសញ្ញាខាងក្រុមហ៊ុននេះទេអញ្ចឹងបងប្អូនអាចធ្វើការវាយខាងក្រុមហ៊ុន Commodity មក COOMT អញ្ចឹងវានឹងលោតមកបែបនេះអញ្ចឹងបងប្អូនគ្រាន់តែចុចចូលប៉ក់បងប្អូនគេនឹងឲ្យវាលេខគណនីជាមួយនឹង password អញ្ចឹងគណនីឬក៏ password នេះវានឹងផ្ញើទៅលើ email របស់បងប្អូនឯងដើម្បីធ្វើការ log in អញ្ចឹងដល់ពេល log in ហើយគឺវានឹងលោតមកបែបនេះបងប្អូននេះឥឡូវខ្ញុំឧទាហរណ៍ទៅលើគណនីមួយដែលខ្ញុំធ្វើការ log in នេះអញ្ចឹងនេះដល់ពេល load មកគណនីវានឹង load ឈ្មោះរបស់យើងហើយជាមួយនឹង balance របស់យើងលុយយើងមានប្រមាណវានឹងបង្ហាញនៅនឹងទាំងអស់អូខេអញ្ចឹងបើសិនតែយើងចង់ធ្វើការ deposit ឬក៏អីវានឹង load លុយចូលនៅក្នុងនេះតាក់ទងជាមួយនឹងការ deposit ឬក៏ withdraw គឺយើងអាចធ្វើការបានគ្រប់ធនាគារហើយដោយសារនៅខាង Commodity នេះគឺល្អមែនទែនតាក់ទងជាមួយនឹងការដាក់ដកលុយណា process យើង process លឿនអញ្ចឹងតាក់ទងជាមួយនឹងការដាក់ដកហ្នឹងគ្រប់ធនាគារ
ឲ្យតែយើងមានធនាគារហ្នឹងគឺតាម QR អីយើងអាចធ្វើការដាក់ដកលុយបានហើយ process ក៏យើងអាចធ្វើការជួយសម្រួលតាក់ទងជាមួយនឹងការដែលថាដាក់ដកលុយអីដែរសារអាទិត្យក៏យើងអាចដកបានដែរអូខេអញ្ចឹងនៅក្នុងបច្ចុប្បន្ននេះខ្ញុំអត់មានអីទៀតទេអញ្ចឹងសង្ឃឹមថាវីដេអូមួយនេះនឹងជំនួយច្រើននៅក្នុងការបងប្អូនយល់បន្ថែមតាក់ទងជាមួយនឹងការប្រើប្រាស់កម្មវិធី Meta Tradify អរគុណជម្រាបលា